មាន track សលេងពេលត្រីទាញបាទសួស្តីបងប្អូនទាំងគ្នាចឹងថ្ងៃនេះផងដែរយើងនឹងមក unboxing ជាមួយនឹងដងសន្ទូចសម្រាប់ដងនេះដែរខ្ញុំកំងមកពីថាប៉ៅរយៈពេលដឹកគឺ10ថ្ងៃនេះខ្ញុំដាក់ direct មកដោយសារតែថាប៉ៅឥឡូវវាងាយស្រួលបងប្អូនយើងគ្រាន់តែចំណាយចាប់ពី$14ទៅគឺគេ free shipping ពីចិនមកដល់ខ្មែរយើងដាក់ location របស់យើងដែលយើងរស់នៅទៅចឹងគេនឹងអីវ៉ាន់ហ្នឹងគេនឹងបញ្ជូនមកដល់ហើយមុនមកមួយថ្ងៃហ្នឹងខាងក្រុមហ៊ុនដឹកជញ្ជូននៅខ្មែរហ្នឹងគាត់នឹងតាក់ទងមកយើងឲ្យថាយើងអាចនៅយកបានពេលណាចឹងទៅបើសិនជាយើងរវល់យើងអាចចាំទៅយកខ្លួនឯងក៏បានដែរចឹងតែវាច្រើនទីតាំងគេដាក់នៅក្បែរយើងដែរទេព្រោះសប្តាហ៍ក្រុមហ៊ុនដឹកជញ្ជូននៅខ្មែរហ្នឹងច្រើនអញ្ចឹងយើងចាំអ៊ុតមើលអ្នកនរថានៅក្នុងនឹងមានអីខ្លះដោយសារតែអានេះខ្ញុំកំងជាឈុតមកបងប្អូនគ្នាកំងទាំងដងក៏ដូចជាដុំមកជាមួយគ្នាអញ្ចឹងគេ free មានខ្សែមាននុយមានប្រអប់នុយ free ច្រើនមុខមែនតើអញ្ចឹងយើងចាំមើលដំបូងនេះខ្ញុំដកមកគឺជាដុំ casting ដែលយើងកំងមកខ្ញុំកំងដុំលើយកមករៀនលេងបងប្អូនគ្នាខ្ញុំដៃថ្មីទេចឹងខ្ញុំអត់ដឹងពីរបៀបដែលត្រូវលេងមិនទេសូម្បីដុំកងខ្ញុំអត់ចេះលេងដែរតែខ្ញុំចង់សាករៀនយកមកយកដុំលើមករៀនហ្មងចឹងយើងមើលបន្ថែមទៀតអានេះជាដងរបស់យើងសម្រាប់ដងដែរខ្ញុំកំងស្ពេចដូចជា5 12 LB បងប្អូនគ្នាតែខ្ញុំមើលអ៊ុតមើលជាក់ស្ដែងសិនព្រោះខ្ញុំអត់ចាំដែរខ្ញុំដាក់កំងប្រហែលខ្ទង់10ថ្ងៃបានមកដល់អានេះនុយកូនកែបនុយជ័រហើយអានេះជាស្រោមនេះស្រោមសម្រាប់ដែលយើងដាក់ដុំរបស់យើងចឹងនៅពេលយើងចេញទៅលេងមានស្រោមដាក់ទៅដើម្បីការពារការហុយដីឬក៏ប៉ះអីឆ្កូតចឹងណាបងប្អូននេះហើយនេះជាប្រភេទនុយជ័រដែរបងប្អូននេះចឹងគេ free មកច្រើនដែរនេះជាប្រអប់នុយដែលគេ free មកបងប្អូននេះចឹងគេដាក់មកឲ្យមាននុយពេញមកប្រអប់ហើយនឹងប្រអប់តាតេសម្រាប់សកូគេលើយើងមានអីដាក់បន្ថែមទៅចឹងណានេះនុយ2នេះជា brand របស់ Hista បងប្អូននេះនៅក្នុងនោះខ្ញុំពិបាកហៅអាន brand គាត់ដោយសារអីនៅ brand របស់គាត់នៅនោះគាត់ដាក់ថា Hasda នេះអ្នកទាំងអស់គ្នា Hasda តែប្រហែលជាគាត់ corporate គ្នាទាំងអស់គ្នាចឹងមាន Hista ផងមាន Hasda ផងមកជាមួយគ្នាដោយសារក្រុមហ៊ុន Hasda ហ្នឹងគាត់ក៏ corporate ជាមួយនឹងខ្សែឬក៏គ្រឿងរបស់ជប៉ុនច្រើនដែរនៅក្នុងស្ពេចដងនោះមានគ្រឿងមកពីជប៉ុនច្រើនដែរបងប្អូនគ្នាអានេះជាដុំ casting របស់យើងនេះប្រភេទដុំតំណក់ទឹកបងប្អូនគ្នារូបរាងតំណក់ទឹកហើយសម្រាប់ស្ពេចវាខ្ញុំបានអានខ្លះៗហើយស្ពេចរបស់វាបដាង13+1ជាមួយនឹងទម្ងន់ទប់8គីឡូអញ្ចឹងដុំនេះយើងអាចលេងគីឡូធ្ងន់បានដែរបងប្អូនគ្នាហើយបដាងវាមានច្រើនជាងគាត់ថាវា smooth ដែរហើយអញ្ចឹងមុនខ្ញុំទិញខ្ញុំ check មើល detail បានខ្លះដែរហើយប្រភេទដុំនេះមាន track ពេលត្រីទាញ track មិនឬសលេង track ប៉ុន្តែអត់មានគប់ទៅអត់មានលឺ DC បងប្អូនគ្នាថាខ្ញុំរៀនលេងខ្ញុំអត់ដឹងថាខ្ញុំលេងបានប៉ុន្មានថ្ងៃដែរហើយនេះខ្ញុំសាក់កំងមកលេងទេចឹងសម្រាប់ស្ពេចសម្រាប់អីខ្ញុំឃើញថាវាស្អាតបងប្អូនគ្នាខាងមុខនេះវាមានប្រព័ន្ធចេញខ្សែរៀងអុយទេចឹងវាចេញខ្សែបានល្អហើយវាមានប្រភេទប្រាំងដើម្បីទប់ខ្សែជាពាក់ដែរបងប្អូនគ្នាចឹងវាប្រើប្រភេទប្រាំងខ្យល់ចឹងវាមាន system ប្រាំងចឹងយើងស្រួលសម្រាប់ដៃថ្មីយើងគប់ទៅអត់ខ្លាច
chụp vẽ thế bởi nhưng chạy cục sóc rồi មាន track សលេងពេលត្រីទាញ bà chẳng này cứ chỉ đòn mà dường những chămสถานភាពដងមកយើងដោយសារខ្ញុំឃើញដងវាស្អាតនេះជា brand Hasda ហ្នឹងតែនៅក្នុងតកូលគេហៅ Fox Spirit ជាតកូលកញ្ជ្រោងបងប្អូនអានេះខ្ញុំយកប្រភេទកញ្ជ្រោងប្រាក់មកគេហៅថា Silver Fox ប្រភេទនេះវាមានចុងមកពីរបងប្អូនមាន ML មួយហើយនិង M មួយអញ្ចឹង ML ហ្នឹងវារៀងទន់ជាង M បន្តិចសារយើងយកមកលេងត្រីស្រែលេងអីយើងលេងនុយស្រាលស្រាលអញ្ចឹងវាដងរៀងទន់ទន់តិចមកយើងស្រួលគប់នុយចេញបានឆ្ងាយអញ្ចឹងអានេះខ្ញុំធ្លាប់លើគេនិយាយដែរទេអញ្ចឹងខ្ញុំ check spec តាមហ្នឹងចាំមើលយកទៅគប់សិនអ្នកគ្នាខ្ញុំយកទៅគប់សិនគប់ចេញអត់ទេម្ដងទៅវាទន់ល្មមអានេះអាចទទួលយកបានអានេះរៀងមធ្យមអញ្ចឹងវាមានពីរប្រភេទមានពីរជម្រើសសម្រាប់យើងយកទៅលេងនេះដល់គ្នានេះខ្ញុំឲ្យដល់គ្នាមើលអានេះចុងមកសក់អឹចឹងវារឹងជាង ML តិចហើយមួយនេះគឺ ML ដល់គ្នាវាទន់តិចចឹង spec 512 LB យើងលេងត្រីស្រែលេងបានហើយគីឡូធ្ងន់ធំ 2-3 គីឡូយើងលេងបានទេបងប្អូនលុកលុនទេព្រោះយើងមិនដឹងថាលេងបានត្រីក៏អត់ផងចឹងហើយយើងមើលគល់ដងនេះ brand Hasda បងប្អូននេះឆ្លាញ់ detail ក្បាលកញ្ជ្រោងនឹងវាស្អាតកញ្ជ្រោងប្រាក់នេះកន្លែងយើងដាក់ដុំហើយការ design របស់គេមកស្អាតមើលទៅស្អាតអានេះមាន design សម្រាប់តពុកផ្លែងាយស្រួលយើងជប់លេងយើងអីយើងដាក់នុយមកតពុកអាហ្នឹងលីស្ទូចមកផ្ទះវិញស្រួលចឹងមើល detail ទៅវាស្អាតពណ៌ខ្មៅលាយពណ៌ប្រាក់ឡាយចេញមកមើលទៅវាសំភ្នែកបងប្អូនចាំមើលពេលដែលខ្ញុំដាក់ដុំពីលើឲ្យបងប្អូនមើលបានដឹងថាវាសំប៉ុណ្ណាតែឥឡូវយើងមើល spec ដងនេះសិននេះ 512 LB នេះដែលខ្ញុំបានមើលម្ដងនេះគឺ 512 LB នឹងត្រូវហើយអញ្ចឹងspec នេះយើងទទួលយកបានហើយប៉ុណ្ណេះហ៎និយាយទៅដងនេះគឺស្អាតបងប្អូនស្រាលស្រួលលេងដងកបោនពីគល់ដល់ចុងមកចឹងគប់ទៅស្រាលស្រួលទាំងដៃទាំងដងទាំងដុំវាអត់ធ្ងន់ទេវាស្រាលស្រួលគប់អានេះគប់អត់ចុកដៃទេហើយដាក់កបិល trace ជើង3ឲ្យយើងទុកមកស្អាតអស់គ្នាអានេះជាប្រភេទ ceramic ខាងក្នុងវាកបិលនេះ ceramic ចឹងអត់ភ័យរឿងសក្តិចឡើយនេះទេវាតាន់វាមុំណាពួកនេះនិយាយទៅល្អដុំទាំងដុំទាំងដងអានេះខ្ញុំគាត់តែកាន់មើលទេអត់បានតេស្តទេអត់បានយកទៅសាកទេតែយើងកាន់ទៅយើងដឹងហើយរបស់ល្អរបស់មិនល្អអីចឹងយើងមកបើកបន្ថែមទៀតអានេះជានុយដែរព្រោះវាដូចជាថែមក្រៅទៀតយើងទិញច្រើនអញ្ចឹងវាថែមនុយឲ្យផ្សេងទៅអញ្ចឹងលើកទឹកចិត្តយើងខាងក្រុមហ៊ុនគេលើកទឹកចិត្តនៅពេលដែលយើង rate ឲ្យគេល្អអញ្ចឹងទៅគេលើកទឹកចិត្តគេថែមរបស់នេះរបស់នោះឲ្យយើងដូចជាពេលហ្នឹងខាងក្រុមហ៊ុនប្រាប់ថាថែមនុយឲ្យខ្ញុំ2ដល់គ្នាអញ្ចឹងនេះជានុយថែមគេមកបន្ថែមទៀតដំបូងគេមាននុយមកប្រអប់ហើយប៉ុន្តែនៅពេលដែលយើងឆាតតាក់ទងទៅគេទៅយើង rate ឲ្យគេខ្ពស់ទៅអញ្ចឹងគេបន្ថែមនុយ2គ្រាប់យើងបន្ថែមទៀតហ
ហើយដូចជានុយពីរគ្រាប់ហ្នឹងជាមួយនឹងប្រអប់នុយមួយទៀតចំប្រអប់នុយទាំងអស់ខ្ញុំមាន3ដងគឺថាគាត់ថែមមកច្រើនហើយអញ្ចឹងយើងមកមើលតទៀតអានេះកញ្ចប់ចប់មកត្រីដល់គ្នាខ្ញុំកំងមួយសេតមកអស់ហើយយកមកទាំងអស់ហ្មងស្ទូចបានដឹងគាត់នឹងរៀបចំជាសេតឲ្យហើយស្រាប់ឲ្យមានគ្រប់សពហ្មងអានេះតែងមកមុនណាតែស្ទូចឲ្យបានដឹងយកទៅចាប់អីដល់គ្នាស្ទូចបានទេយើងយកចាប់មកត្រីតែបើស្ទូចបានមិនដឹងថាយកទៅចាប់អីទេព្រោះប្រភេទនេះមិនដឹងយកទៅធ្វើអីបានដល់គ្នាគេពីចាប់មកត្រីតែយើងដៃថ្មីយើងមិនសង្ឃឹមទេមិនសង្ឃឹមច្រើនថាអាចស្ទូចបានទេទាំងអស់គ្នាអានេះជាតកាប់តកាប់នេះវាមានមុខងារច្រើនសម្រាប់យើងកាត់ខ្សែក៏បានកាត់ខ្សែត្រេះយើងចង់ពុតដែកតិចតួចអីនឹងបានពុតផ្លែស្ទួយក៏ពុតបានយើងចង់ដោះដូរកវលអីវាស្រួលអ្នកនេះអានេះចាប់នេះវាស្រួលដោះមកត្រីបានដែរចាប់ដោះផ្លែចេញពីមកត្រីក៏បានដែរឲ្យតែយើងស្ទួយបានអ្នកនេះខ្លាយយើងស្ទួយបានតែអានេះវាសុខភាពល្អអ្នកនេះគេខ្ញុំកំងពីខាងនឹងមករបស់តាន់ណាគេដាក់ឲ្យនេះខ្ញុំកំងជាសេតពីគេមកហ្មងទាំងកញ្ចាប់នឹងទាំងអីអានេះជាតកូល silver របស់គេពណ៌ប្រាក់ទាំងអស់ហ្មងអញ្ចឹងខ្ញុំជាមួយខ្ញុំសាកសិនហើយអានេះជាមុខនៅពេល